សួស្តីJava class method ជាខ្ញុំមើលនិយមន័យមកវាគឺជា block នៃកូដមួយដែលវារ៉ាននៅពេលដែលយើង call វាអញ្ចឹងវាអាចទី1តកតងការជួយ organize និង reuse កូដរបស់យើងអញ្ចឹងយើងមើលកន្លែងនេះមកគឺជាកន្លែង syntax មានន័យថា access modifier មាន public មាន private មាន protected ចឹងមកតកតង return type មានន័យថាដូចជា integer string ឬក៏មានអីជាច្រើនទៀតអានេះគឺជា method របស់យើងអានេះគឺជា param អានេះយើងអាច return value បើសិនជា return type របស់យើងកន្លែងហ្នឹងវាមិនមែនជាអីគេ voice ណាចឹងបើសិនជា void method មានន័យថាយើងអត់មាន return អីទេក៏យើង print ធម្មតានេះយើងឃើញកន្លែងនេះហើយបើសិនជាយើង return យក method ដែលយើង return នេះកន្លែងនេះចឹង ដែលយើង return គឺអីគេ integerសម្រាប់ static method មានន័យថាពេលដែលយើងដាក់ public static មកគឺពេលដែលយើងហៅវាយើងមិនចាំបាច់បង្កើតobject របស់វាទេគឺយើងអាចហៅវា direct មកសម្រាប់ method ជាមួយនឹង multiple param គឺដូចគ្នាដែរដោយសារតែកន្លែងនេះគឺយើងដាក់ void set in មកមាន string name មានអីចឹងមកជាខ្ញុំមកទៅ get name វាមកគឺខ្ញុំទទួលបានកន្លែងនេះអូខេអញ្ចឹងនេះគឺជាឧទាហរណ៍ដែលតកតងនឹង method class បើយើងតកតងកន្លែងនេះគឺជា constructor អានេះមាន deposit គេមានអីចឹងមកចឹងអ្នកទាំងអស់គ្នាអាចpause វីដេអូហើយអនុវត្ត code នេះមកអូខេអញ្ចឹងកន្លែងនេះមាន public មាន private មាន static មាន return អីចឹងមកសម្រាប់ method overloading នេះគឺដូចជាខ្ញុំបានប្រាប់ពីមុនដែរគឺដោយសារតែមាន print ហើយ string កន្លែងបើសិនជាបើ integer គឺយើងទទួលបានអីគេ number ចឹងមកអានេះគឺអីគេតកតង string text ឬក៏ integer item ចឹងមកយើងជាក់ស្ដែងយើងឃើញ method វាដូចគ្នាក៏ពិតមែនប៉ុន្តែដែល data ឬក៏ param ដែលយើងបោះចូលគឺវាខុសគ្នា